នេះគឺជាត្រីដែលមានតម្លៃថ្លៃជាងគេនៅលើលោកវាមានឈ្មោះថាត្រីបបោមាត់ខៀវវាត្រូវបានគេរៀបរាប់ថាថ្លៃតាមបែបរូបរាងស្បែកនិងឈាមពណ៌ខៀវរបស់វាដូចជាតួអវតារមើលទៅគួរឲ្យចាប់អារម្មណ៍ណាស់ក៏ប៉ុន្តែមានជនជាតិកូរ៉េខ្លះដែលហ៊ានយកត្រីនេះមកចម្អិនញ៉ាំក្នុងឱកាសនៃការញ៉ាំត្រីនេះគឺមិនស្រួលទេពីព្រោះសការបស់វាគឺរឹងដូចពេជ្រហើយនៅលើស្បែករបស់វាក៏មានជាតិរំអិលច្រើនដែរជួយដែលចុងភៅបានកោសនៅសកាវាចេញរួចអស់ហើយគឺគេត្រូវប្រើកាំបិតមុតស្រួចដើម្បីកាត់ជ្រៅទៅក្នុងស្បែកក្រាស់ៗនោះហើយស្បែកក្រាស់ៗត្រីនេះទៀតសោតក៏មានលក្ខណៈពិសេសដូចជារលកពណ៌ខៀវក៏ប៉ុន្តែគេបែរជាហៅវាថាត្រីបបោមាត់ខៀវទៅវិញបើទោះបីជាត្រីនេះវាធំយ៉ាងណាក៏ដោយតើអ្នកជឿទេថាវាមានអាយុត្រឹមតែ3ខែប៉ុណ្ណោះវាគឺជាត្រីដែលធំលូតលាស់លឿនជាងគេនៅលើពិភពលោកផងដែរដើម្បីរក្សាភាពទន់របស់សាច់គឺគេត្រូវកាត់ដោយប្រុងប្រយ័ត្នបន្ទាប់ពីគេបានបកសាច់វាចេញពីឆ្អឹងរួចហើយគេក៏យកផ្នែកផ្សេងទៀតចេញដោយយឺតបន្ទាប់មកចុងភៅក៏ចាប់ផ្ដើមធ្វើការទៅលើគ្រឿងខាងក្នុងវាខុសអំពីត្រីធម្មតាឈាមរបស់ត្រីបបោមាត់ខៀវនេះក៏មានពណ៌ខៀវផងដែរបើទោះបីជាពណ៌ខៀវនេះមើលទៅមិនគួរឲ្យញ៉ាំប៉ុណ្ណាក៏ដោយក៏ប៉ុន្តែសាច់របស់វាមានភាពទន់ហើយនឹងមានរសជាតិផ្អែមតិចៗដែលធ្វើឲ្យវាមានតម្លៃខ្ពស់ត្រីប្រភេទនេះគឺឆ្អឹងធំច្រើនហើយឆ្អឹងតូចតិចដូច្នេះហើយវាត្រូវបានគេហៅថា Rolls Royce នៃត្រីសាសាមីតើលោកអ្នកចង់សាកល្បងញ៉ាំត្រីនេះដែរឬទេ